ស្ត្រីកើតមានរោគផ្សិតនិងចាប់ផ្ដើមបាត់បង់ចំណង់ផ្លូវភេទចា៎ទី1ទ្វារមាសស្ត្រីរងការស្ងួតគ្មានសំណើមកពេញទឹករំអិលបញ្ចេញនិងផលិតអត់បានគ្រប់គ្រាន់ទី2ធ្វើឲ្យស្ត្រីមានបញ្ហាពិបាកក្នុងការរួមភេទជាមួយនឹងដៃគូឬក៏គ្រួសារចាចំណែកឯទី3រួមភេទម្ដងស្ត្រីមានការឈឺក្តៅក្រហាយផ្សាឡើងក្រហមឡើងហើមក្រោយពេលរួមភេទបានអញ្ចឹងជាក់ស្ដែងតកតងជាមួយនឹងបញ្ហាពពុះមេរោគផ្សិតនេះគឺវាប៉ះពាល់ខ្លាំងមែនទែនតកតងជាមួយនឹងសុខភាពផ្លូវភេទចំណង់ផ្លូវភេទរបស់ស្ត្រីនឹងតែម្ដងចាបើក្នុងករណីយើងដោះស្រាយមិនបានទាន់ពេលវេលាចាស្ត្រីនៅតែមានសកម្មភាពកេងនៅជាមួយនឹងគ្នានឹងញឹកញាប់ទៀតអាចធ្វើឲ្យស្ត្រីប្រឈមមុខវិវត្តដំណាក់កាលនៃការរលាកទ្វារមាសឬក៏ថារលាកមាត់ស្បូនបានដូចគ្នាចាអញ្ចឹងបងស្រីៗទាំងអស់គ្នាបើក្នុងករណីកំពុងតែជួបបញ្ហា3ចំណុចដែលនេះខ្ញុំបានរៀបរាប់នេះចាបងឆាប់រកដំណោះស្រាយហើយបើក្នុងករណីបងចង់បានព័ត៌មានលម្អិតឲ្យកាន់តែច្បាស់បន្ថែមទៅលើបញ្ហាមេរោគផ្សិតទាំងអស់ហ្នឹងចាបងអាចតាក់ទងនេះខ្ញុំតាមរយៈ Telegram បាន